បងប្អូនឃើញក្បាលវីដេអូចឹងទាយត្រូវឯថ្ងៃនេះនាងខ្ញុំអត់មកធ្វើម្ហូបទេតែមកធ្វើនំញ៉ាំរៀបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើនំ pancake ញ៉ាំម្ដងព្រោះថាខាន់ធ្វើយូរហើយឥឡូវនេះជាដំបូងនេះខ្ញុំទៅផ្សារសិនដើម្បីទិញស្រូវសាលីព្រោះថាស្រូវសាលីអស់ហើយនេះខ្ញុំអត់ដាក់ម្សៅ pancake ទេនេះខ្ញុំធ្វើពីស្រូវសាលីវិញនិយាយពីថាទៅផ្សារអត់បានតែស្រូវសាលីទេបងប្អូនទាំងអស់គ្នាទៅលើកណាក៏ចឹងដែរគឺបានច្រើនតែម្ដងចឹងឥឡូវនេះខ្ញុំបានមកដល់ផ្ទះវិញហើយចឹងគ្រឿងរបស់យើងមានទឹកដោះគោឆៅមានពងមាន់មួយគ្រាប់មានទឹកដោះគោខាប់មានជាមួយនឹងចេកហ្នឹងគឺយកចេកទុំនេះខ្ញុំយកចំនួន5ផ្លែហើយមានជាមួយនឹងស្រូវសាលីគឺយកដាក់ទាំងអស់ហើយណាបងប្អូនទាំងអស់គ្នាជាដំបូងនេះខ្ញុំដាក់ជាមួយនឹងចេកហើយនឹងស្រូវសាលីទឹកដោះគោខាប់ទឹកដោះគោឆៅហើយដាក់ជាមួយនឹងពងមាន់មួយគ្រាប់ហើយយើងក៏លុកឲ្យម៉ត់មកបងប្អូនទាំងអស់គ្នាចឹងចំពោះនំ pancake គឺយើងអត់យកខាប់ពេកហើយក៏អត់យករាវពេកដែរយើងយកមកល្មមនេះខ្ញុំក៏លុកប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាប៉ុណ្ណឹងនេះខ្ញុំយកហើយនេះខ្ញុំចាក់ដាក់ចានមួយមកនេះបងប្អូនទាំងអស់គ្នាសាច់ម្សៅគឺយើងយកប៉ុណ្ណឹងខាប់ពេកហើយក៏មិនរាវពេកដែរចឹងនេះខ្ញុំទុកមួយឡែកសិនជាបន្ទាប់ទៀតនេះខ្ញុំដាក់ឆ្នាំងខ្ទះឲ្យក្តៅចាក់ប្រេងអូលីវបន្តិចហើយយើងយកជក់មួយមកដើម្បីលាបជាមួយនឹងខ្ទះរបស់យើងឲ្យសព្វជាមួយនឹងប្រេងបងប្អូនទាំងអស់គ្នាលាបហើយនេះខ្ញុំទុកខ្ទះឲ្យក្តៅសិនរួចហើយនេះខ្ញុំបានយកម្សៅ pancake នេះយកមកចាក់ធ្វើជានំចឹងនេះខ្ញុំបានចាក់ប៉ុណ្ណឹងមកបងប្អូនទាំងអស់គ្នាបងប្អូនចង់ចាក់ឲ្យធំជាងនឹងក៏បានទូចជាងនឹងក៏បានដែរឥឡូវនេះឃើញថា pancake របស់យើងឆ្អិនហើយនេះខ្ញុំក៏បានប្រែមកខាងទៀតហើយយើងចាក់បន្តរហូតដល់អស់ម្សៅមកហើយឆ្អិនមួយហើយនេះខ្ញុំក៏បានដួសដាក់ចានមកបងប្អូនទាំងអស់គ្នារួចហើយនេះខ្ញុំនៅតែបន្តចាក់រហូតដល់យើងអស់ម្សៅចឹងបងប្អូនអាចសាកធ្វើញ៉ាំបានបើសិនជាបងអូនអត់សូវចូលចិត្តផ្អែមមិនដាក់ទឹកដោះគោខាប់ទេដោយសារតែចេករបស់យើងផ្អែមស្រាប់ហើយអាចធ្វើឲ្យអូនទូចញ៉ាំបានប៉ុន្តែបងប្អូនកុំដាក់រសជាតិផ្អែមពេកបើសិនជាឲ្យគាត់ញ៉ាំឥឡូវនេះឃើញថានំ pancake របស់យើងឆ្អិនហើយបងប្អូនទាំងអស់គ្នានេះខ្ញុំធ្វើបាន2ចានប៉ុន្តែថតតែមួយចានទេរសជាតិគឺថា10លើ10បងប្អូនទាំងអស់គ្នាគឺឆ្ងាញ់មែនទែនចឹងនំ pancake នេះយើងញ៉ាំជាអាហារសម្រន់ក៏បានអាហារពេលព្រឹកក៏បានបើសិនជាបងប្អូនធុញនឹងបាយបបរបងប្អូនអាចសាកធ្វើចឹងញ៉ាំបានហើយអ្វីដែលសំខាន់គឺល្អចំពោះសុខភាពទេព្រោះថាយើងធ្វើពីស្រូវសាលីហើយបើសិនជាបងប្អូនអត់ចូលចិត្តផ្អែមដូចនាងខ្ញុំប្រាប់ចឹងយើងកុំដាក់ទឹកដោះគោខាប់អីព្រោះថាចេករបស់យើងមានរសជាតិផ្អែមហើយចឹងពេលខ្លះនាងខ្ញុំអត់សូវចង់ញ៉ាំផ្អែមគឺនាងខ្ញុំមិនដាក់ទឹកដោះគោខាប់ទេអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់